ជំងឺគ្រុនឈាមគឺជាជំងឺម្យ៉ាងកើតឡើងទៅលើមនុស្សគ្រប់វ័យពិសេសក្មេងៗហើយជំងឺនេះកើតភាគច្រើននៅរដូវវស្សាហើយសប្តាហ៍ថ្ងៃយើងក៏សង្កេតឃើញថាមានក្មេងៗជាច្រើនកំពុងទទួលរងនៅជំងឺគ្រុនឈាមនេះដោយសារតែមនុស្សមួយចំនួនពុំទាន់យល់ដឹងនិងយកចិត្តទុកដាក់នៅវិធីសាស្ត្រទប់ស្កាត់បានត្រឹមត្រូវនិងកត្តាអ្វីដែលបង្កឲ្យកើតជំងឺនេះហេតុនេះហើយលោកវេជ្ជបណ្ឌិតគូរ៉ាដាក៏បានឲ្យដឹងថាអ្វីទៅជាជំងឺគ្រុនឈាមនេះដែរថាជំងឺគ្រុនឈាមគឺជាជំងឺឆ្លងហើយការសាហាវណាស់បង្កឡើងដោយមេរោគប្រភេទទូចណាស់មេរោគនឹងយើងមើលនៅភ្នែកទៅអត់ឃើញទេហើយជាមេរោគមួយដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈមូសខ្លាបាទហើយកាលណាកើតគ្រុនឈាមគឺកត់សម្គាល់ឃើញថាចាប់ផ្ដើមនៅរដូវវស្សាឥឡូវនេះគឺជារដូវចាប់ផ្ដើមរដូវវស្សាហើយក៏ដល់ពេលវេលាល្មមនឹងគួរតែចាប់ផ្ដើមភ្ញាក់ចាប់ផ្ដើមរលឹកថាយើងត្រូវប្រឈមមុខទៅនឹងបញ្ហាគ្រុនឈាមហើយយើងក៏ត្រូវចាប់ផ្ដើមវិធានការទាំងវិធានការរបស់ខ្លួនយើងនិងទាំងវិធានការទូទៅក្នុងសហគមន៍យើងដើម្បីលៃយ៉ាងណាកុំឲ្យជំងឺគ្រុនឈាមនឹងកើតឡើងដោយការសម្លាប់កម្ចាត់មូសខ្លានឹងឲ្យបានភ្នាក់ងារសំខាន់ដែលនាំឲ្យមេរោគជំងឺគ្រុនឈាមមកក្នុងខ្លួនមនុស្សយើងគឺសត្វមូសខ្លាដែលគោលញីដែលធ្វើឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមូលហេតុដែលធ្វើឲ្យមានជំងឺគ្រុនឈាមនឹងឡើងគឺដោយសារមូសខ្លាទៅខាំកុមារដែលមានផ្ទុកជំងឺគ្រុនឈាមហើយក៏ចម្លងទៅកុមារដទៃដែលជាជំងឺគ្រុនឈាមគឺមានតែមួយប្រភេទទេគ្រាន់តែអាចឈឺ4ដងដោយសារមេរោគគ្រុនឈាមមាន4ក្រុមប៉ុន្តែនៅតែជាគ្រុនឈាមដដែលទេបាទលោកវេជ្ជបណ្ឌិតគូរ៉ាដាក៏បានឲ្យដឹងនៅរោគសញ្ញានៃជំងឺគ្រុនឈាមនេះដែរថាជំងឺគ្រុនឈាមគឺមានលក្ខណៈពិសេសនៅលើកុមារដែលកើតគ្រុនឈាមដែលធ្វើឲ្យយើងចាប់អារម្មណ៍ភ្លាមថាតើកូនយើងកើតជំងឺគ្រុនឈាមឬក៏មិនមែនដោយសារការគ្រប់ជំងឺទាំងអស់កាលណាចាប់ផ្ដើមកើតឡើងគឺកុមារក្តៅខ្លួនដែរប៉ុន្តែករណីក្នុងជំងឺគ្រុនឈាមគឺក្តៅខ្លួនមានលក្ខណៈពិសេសនៅត្រង់ថាចាប់ក្តៅខ្លួនឡើងភ្លាមគឺក្តៅខ្លាំងទៅហ្មង40-41អង្សាមិនចុះទេហើយទោះជាយើងព្យាយាមបញ្ចុះកម្ដៅយ៉ាងណាក៏អត់ចុះដែរក្តៅនៅតែក្តៅជាង40ជាប់រហូតរយៈពេលពេញ2ទៅ7ថ្ងៃជាទូទៅនៅស្រុកយើង4ថ្ងៃ3ថ្ងៃនឹងចាប់ដើមចុះត្រជាក់ហើយបន្ទាប់មកទៀតបានចាប់ដើមមានសញ្ញាដទៃទៀតចូលរួមដូចជាឈឺសាច់ដុំឈឺក្រោមភ្នែកឈឺក្បាលឈឺសន្លាក់ឈឺក្នុងខ្លួនដូចយើងទ្រាំខ្លួនអញ្ចឹងហើយពី3ថ្ងៃក្រោយមកបានចាប់ផ្ដើមមានសញ្ញាហូរឈាមតិចឬច្រើនទៅតាមទម្រង់ស្រាលឬធ្ងន់របស់ជំងឺមួយដែលដូចជាចេញនៅលើស្បែកពណ៌ក្រហមពើងហ្នឹងហើយកាលណាយើងទាញស្បែកយើងអញ្ចឹងទៅជំងឺគ្រុនឈាមមានលក្ខណៈពិសេសមួយគឺថាមានចេញក្រហមនៅលើស្បែកអត់លមាស់ទេហើយដែលយើងទាញឲ្យតឹងចំណុចក្រហមហ្នឹងមិនបាត់ទេនេះជាលក្ខណៈរបស់ជំងឺគ្រុនឈាមបាទមូសខ្លាគឺវាពងនៅតាមទឹកដក់ដែលថ្លាហើយនឹងនៅតាមជម្រកជុំវិញផ្ទះនិងវារស់នៅកន្លែងដែលងងឹតដូចជានៅកន្លែងដែលដាក់ខោអាវមធ្យោបាយដែលកុំឲ្យកើតនៅជំងឺនេះគឺយើងត្រូវបំបត្តិជម្រករបស់មូសខ្លានិងគេងនៅក្នុងមុងគ្រុនឈាមគឺកើតភាគច្រើនក្មេងសឹងតែ 99% តែមនុស្សចាស់ក៏មានកើតដែរគ្រាន់តែតិចបញ្ហាជំងឺគ្រុនឈាមជាជំងឺឆ្លងគឺឆ្លងដោយសារមូសខ្លាហើយការដែលយើងចង់បំបត្តិជំងឺគ្រុនឈាមគឺបំបត្តិជម្រកមូសមធ្យោបាយទាំងអស់ដែលយើងអាចបំបត្តិជម្រកមូសមធ្យោបាយដើម្បីការពារកុំឲ្យមូសខាំទាំងពីរនឹងហើយដែលធ្វើឲ្យយើងអាចការពារគ្រុនឈាមបានហើយជម្រកមូសគឺមូសខ្លាដោយសារមូសខ្លាមានជីវសាស្ត្រធម្មជាតិរបស់មូសនឹងគឺពងរស់នៅក្នុងទីកន្លែងយ៉ាងល្ងឹតជាពិសេសរស់នៅក្នុងផ្ទះយើងនៅក្នុងកន្លែងព្យួរខោអាវក្នុងទូខោអាវឬក៏កន្លែងខោអាវដែលប្រឡាក់ហ្នឹងកន្លែងដែលល្ងឹតហើយពងនៅក្នុងទឹកដក់ដែលថ្លាហើយនឹងអញ្ចឹងជុំវិញវិធានការហ្នឹងយើងសម្អាតផ្ទះសម្បែងយើងឲ្យបានស្អាតការបើកទ្វារបង្អួចឲ្យខ្យល់អាកាសចេញចូលបានល្អឲ្យពន្លឺនឹងចេញចូលបានល្អនៅជុំវិញផ្ទះយើងកប់កំប៉ុងកប់សបកដូងកប់អ្វីទាំងអស់ដែលអាចដកទឹកបានចំពោះបញ្ហាជំងឺគ្រុនឈាមរហូតដល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេគឺព្យាបាលទៅតាមដំណាក់កាលនិងអាការៈរបស់អ្នកជំងឺមកដល់ពេលនេះជំងឺគ្រុនឈាមគ្មានថ្នាំព្យាបាលទេមិនមានថ្នាំព្យាបាលជំងឺគ្រុនឈាមទេគឺយើងព្យាបាលទៅតាមសញ្ញាទាំងអស់បើសិនជាក្តៅខ្លួនយើងឲ្យថ្នាំប៉ារ៉ាសេតាមុលដើម្បីបន្ថយកម្ដៅការបន្ថយកម្ដៅនឹងគ្រាន់តែការបន្ថយដើម្បីឲ្យផុតហានិភ័យដែលកើតឡើងដោយសារក្តៅខ្លួនខ្លាំងនឹងទេហើយបន្តមកទៀតយើងព្យាបាលតាមសញ្ញារបស់កូននឹងនៅពេលដែលចាប់ដើមចុះត្រជាក់តើត្រូវការសេរ៉ូមប្រភេទណាត្រូវការឈាមត្រូវការអីទៅតាមធ្ងន់ស្រាលមួយទៅតាមជំងឺម្នាក់បាទជាចុងក្រោយលោកវេជ្ជបណ្ឌិតក៏មានមតិផ្ដាំផ្ញើមួយចំនួនដែរថាក្នុងទូនីតិក្នុងឋានៈខ្ញុំជាគ្រូពេទ្យកុមារដែលបម្រើការងារយូរឆ្នាំ ខ
ខ្ញុំឃើញថាសុខុមាលភាពរបស់សុខភាពកុមារគឺសំខាន់ណាស់ទោះបីជាយើងមានគ្រូពេទ្យប៉ាកែប៉ុណ្ណាក៏ដោយបើសិនជាអាចជៀសផុតអំពីជំងឺដង្កាត់គឺជាការប្រពៃមធ្យោបាយដែលល្អគឺការការពាររួមទាំងជំងឺគ្រុនឈាមក៏ដោយជំងឺអីក៏ដោយត្រូវការពារការជៀសផុតជាចំណុចមួយដែលពិសេសបំផុតប៉ុន្តែបើសិនជាមានជំងឺទៅហើយសូមអំពាវនាវសូមឲ្យមាតាបិតាទាំងអស់អញ្ជើញនាំកូនអញ្ជើញនាំចៅទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខ្ញុំព្យាបាលជំងឺទូទៅក្មេងទាំងអស់គ្រប់ជំងឺក្មេងជាឯកទេសផ្នែកកុមារគឺមើលជំងឺកុមារទាំងអស់បាទខ្សែឋាន clinic របស់ខ្ញុំគឺនៅផ្ទះលេខ5052ផ្លូវ E ខាងជើងផ្សារឈូកមាសក្នុងបរិយាពិភពថ្មីឃុំក្រាំងធ្នង់សង្កាត់សែនសុខរាជធានីភ្នំពេញបាទជាការពិតការយល់ដឹងនិងការអប់រំអំពីជំងឺគ្រុនឈាមបានត្រឹមត្រូវតាមរយៈគ្រូពេទ្យពិតជាមានសារៈសំខាន់ដល់អ្នកជំងឺនិងមាតាបិតាកុមារដើម្បីថែរក្សាកូនរបស់ខ្លួនបានត្រឹមត្រូវជៀសផុតពីជំងឺនេះកុំឲ្យកើតមាននៅលើកូនរបស់ខ្លួន